ជំរាបសួរពុកម៉ែបងប្អូនជាថ្មីម្ដងទៀតខ្ញុំបាទសកលបាទថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយនៅក្នុងការធ្វើភ្លេងថ្ងៃនេះខ្ញុំចង់លើកតាក់ទងពីរបៀបដាក់អាគ័រនៅក្នុង Cubase ឬក៏បងប្អូនសម្រាប់ដំបូងនៅក្នុងរបៀបទៅសេអាគ័រអញ្ចឹងណាចឹងអូខេឥឡូវយើងចូលនៅក្នុង Cubase អូបើសិនបងប្អូនចង់មើលវីដេអូនេះពេញមុនកុំភ្លេចចូលទៅមើលក្នុង YouTube ខ្ញុំហើយបងប្អូនជួយ Subscribe ជួយ Share ជួយ Like ខ្ញុំផងជួយ Commentបាទរយៈនេះខ្ញុំឃើញនៅក្នុង TikTok របស់ខ្ញុំមានបងប្អូនមួយចំនួនគាត់គាំទ្រនៅវីដេអូរបស់ខ្ញុំចឹងសង្ឃឹមថាបងប្អូននឹងបន្តចូលចិត្តនៅវីដេអូរបស់ខ្ញុំតទៀតចឹងបើសិនបងប្អូនមានសំណួរអីអាចសួរខ្ញុំបាននៅក្នុង Telegram ឬក៏នៅក្នុង link group របស់ខ្ញុំចូលអូខេចូលនៅក្នុង computer យើងអូខេឥឡូវយើងចូលមក track ចាស់យើងបច្ចេកចាស់យើងអានេះដែលយើងរៀនគូ score ថ្ងៃមុនអូខេឥឡូវយើងបានគិតថាវាជា main ចង្វាក់របស់យើងចុះអូខេរបៀបយើងគូ score យើងអត់ប្របាក់យើងគូអាគ័រអត់ប្របាក់ទេសម្រាប់អ្នកដំបូងតែគាត់ថាអាហ្នឹងក៏យើងត្រូវទៀមទាឲ្យយើងចេះពី do re mi fa sol la si do មកសិនដែរហើយបើសិនយើងអត់ទាន់ដឹងថា family code ហ្នឹងវាមានអីខ្លះក៏ពិបាកនៅក្នុងការធ្វើដែរចុះអូខេថ្ងៃនេះខ្ញុំលើកយកមកតង់ដូដែល main របស់វាគេហៅថា la minor របស់វារបៀបសេអាគ័រយើងអាចនឹង add track បែបនេះហើយបន្ទាប់មកយើងយកពាក្យថា add codes នេះ add code track នេះចឹងអានេះយើងអាចបានទៅសេអាគ័រមួយហើយចឹងរបៀបទៅសេយើងយកប៊ិចយើងមកតបមកយើងចុចលើវា2ដងបើសិនយើងចង់ធ្វើតង់អីគេយើងដាក់តាមនឹងមកឥឡូវខ្ញុំគិតថា la minor ហើយនឹងsol fa ហើយ la minor ចុះmi minor ចុះអូខេចឹងយើងទៅសេអាគ័របាននេះបែបនេះព្រោះដោយសារអាគ័រទូទៅវាច្រើនបទប្រភេទ hip hop អីហ្នឹងវាមិនសូវច្រើនអាគ័រហ្មងទេវាដូចជាបទ pop rock ឬក៏បទ rock បទអីទេវាអាគ័រដដែលហ្នឹងហើយចុះអូខេដំបូងខ្ញុំគិតថាសម្រាប់អ្នកអត់ចេះដំបូងយើងទៅសេអាគ័របែបនេះហើយយើងធ្វើលក្ខណៈជា pen នៃមួយចឹងណាចឹងអូខេខ្ញុំយកពាក្យយកpen មួយដើម្បីទុកធ្វើជា main ដើម្បីឲ្យយើងមាន mood នៅក្នុងការធ្វើបន្ទាប់ទៀតចឹងណាយើងឆ្វាចពេកចង់បានរបៀបរៀងងុំអញ្ចឹងណាខ្ញុំចង់បានរបៀបរៀងងុំចេះហើយបើសិនជាអ្នកដំបូងដើម្បីឲ្យស្រួលនៅក្នុងការដាក់អាគ័រចូលយើងគ្រាន់តែចុចលើវា select ទាំងអស់មកហើយយើងទាញវាចុះក្រោមមកគឺវាទៅសេអាគ័រយើងបែបនេះហើយគេយើងសាកស្ដាប់សិនអូខេខ្ញុំចង់បាន fa សតវិញអានេះខ្ញុំធ្វើលេងទេហើយប្រភេទបទអញ្ចឹងយើងដាក់របៀប sound របៀបយើងគេហៅថាទំនើបរបៀប modern អញ្ចឹងណាអូខេអានេះ delay ពេកខ្ញុំចង់បាន delay អញ្ចឹងខ្ញុំប្រហែលជាចង់កាត់ sound នឹងតិចកុំឲ្យវាលឺផាច់មកពេក Dạ sân
ok này bị cho có nhưng trong ban reverb một tí ok lẽ cả nãy về chỉ loop chẳng dừng ở sâu tiền thế ở đằng thà pe na để dừng kết thà chợt tơ pa trong hộp nào na bị hiện bự đây chẳng là chẳng ở dừng kết thà na bự dừng dọc về do mặt đặt copy pha mà vừa đây sao bật chẳng chế dừng ai copy pha bán về đây thế ok nhưng trong ban pen đấy hiện hai frequency thế nhưng cái thằng này bị lươn đấy chẳng này bây giờ còn là chỉ ca freestyle đấy chẳng là chẳng bao nhiêu mà một sau na đây những cái ta từ nó tiết nhục đặt thay tiết nhưng trong ban là bị biển đặc biệt bạn đấy là bị tranh màu là bị mến trong nhom đã reverb reverb này các bạn nhom chơi được đạp phiếu sân tới các bạn dương thử ca chơi chỉ mùi nâng tempo tem mấy tầm thử mình chơi đã đấy cho nên cái đoạn này dương thử freestyle dương chơi đã sân tới nhưng cái tạ toàn xí ok
เคឥឡូវយើងសម្រួលវាបន្តិចអានេះខ្ញុំធ្វើលក្ខណៈ freestyle ហ្នឹងទេអានេះគាត់ថាជា main ខ្ញុំធ្វើឲ្យមើលរបៀបថាយើងធ្វើនៅក្នុង Cubase វារបៀបមិនអីចឹងណាអានេះដោយសារយើងខ្វះ x មួយវាស្ដាប់ទៅវារៀងមើលទៅវាអត់សូវរៀងតាន់លើកអញ្ចឹងខ្ញុំសាក់ time AA តិចតែកន្លែងនេះខ្ញុំអត់តាន់បញ្ចូលតាក់ទងជាមួយនៅក្នុងការធ្វើសិនទេគាត់ថាជាក្នុងការមួយធ្វើសិនទេចឹង 8 វាយើងគូតាម kit យើងអូខេขอไปទៀតต้องขอសងខ្ញុំអត់ចង់បានតរាយច្រើនពេកទេខ្ញុំចង់មករបៀបបែបនេះ
ok lấy nhưng mà cái tháp Vanessa với sao nó về ngay thế nó tí nó về thế lấy sân cầm tháp bóng ôm mưa Vanessa ok